ចាជំរាបសួរខ្ញុំឈ្មោះនងលំហៀងខ្ញុំជាគណៈកម្មការសហគមន៍នេសាទឃុំជ្រោយស្វាយចាហើយក៏ខ្ញុំជាប្រធានក្រុមស្ត្រីក្រុមស្ត្រីសន្សំប្រាក់នៅក្នុងឃុំជ្រោយស្វាយហ្នឹងស្រុកស្រែអំបិលខេត្តកោះកុងចាកម្មវិធីថ្ងៃនេះគឺខ្ញុំសប្បាយចិត្តដោយសារកម្មវិធីនេះវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពពីការរៀបចំសេវាអេកូទេសចរនៅក្នុងសហគមន៍នេសាទហើយមួយទៀតដោយសារតែខ្ញុំបង្កើតក្រុមស្ត្រីមួយក្រុមមានចំនួន32នាក់ក្រុមស្ត្រីហ្នឹងនៅក្នុងឃុំជ្រោយស្វាយមកទាំងក្នុងឃុំជ្រោយស្វាយហ្នឹងមាន7ភូមិតែមកចូលជាមួយសមាជិកនៅក្រុមស្ត្រីហ្នឹងមាន6ភូមិអញ្ចឹងក្នុង6ភូមិហ្នឹងយើងយកស្ត្រីហ្នឹងមកចូលរួមដើម្បីយើងចងក្រងជាក្រុមសន្សំដើម្បីឲ្យគាត់ចេះសន្សំហើយពេលដែលគាត់តម្រូវការថវិកាយកទៅទិញដូចជាទិញឧបករណ៍នេសាទដូចជាទិញប្រើប្រាស់ក្នុងលក្ខណៈគ្រួសារគាត់គឺយើងបានខ្ចីទុនពីក្រុមស្ត្រីហ្នឹងពីក្រុមសន្សំហ្នឹងយកទៅដូច្នេះហើយអញ្ចឹងបានប្រជានេសាទយើងរាល់ថ្ងៃធនធានធម្មជាតិវាមានការថយចុះដល់ទី1វាមានបទល្មើសនេសាទទូកអូសនោះអូសបំផ្លាញរបស់គាត់ហើយថែមទាំងអូសធនធានជីវៈចម្រុះនៅតំបន់អភិរក្សយើងអស់ខ្ញុំការខ្ញុំសង្កេតឃើញនៅក្នុងបរិបទឥឡូវថ្មីនេះការប្រែប្រួលអាកាសធាតុជាច្រើនធ្វើឲ្យបញ្ហារបស់ស្ត្រីការប្រែប្រួលអាកាសធាតុរបស់សមាជិកនៅក្នុងសហគមន៍មានការប្រែប្រួលយ៉ាងខ្លាំងទី1ធនធានធម្មជាតិថយចុះរកប្រាក់ចំណូលអត់បានអញ្ចឹងហើយយើងបង្កើតជាក្រុមស្ត្រីដើម្បីសន្សំប្រាក់ហើយនឹងការសាងសង់តូបលក់ផលិតផលរបស់សហគមន៍ធម្មជាតិសុទ្ធដើម្បីឲ្យស្ត្រីរកប្រាក់ចំណូលបានច្រើនដើម្បីដោះស្រាយក្នុងជីវភាពគ្រួសាររបស់ពួកគាត់នីមួយៗ